យើងធ្លាប់ដឹងហើយថានាងពិលសជានារីដែលមានសម្រស់ស្រស់សភាស្អាតលើសគេលើលោកតែពួកយើងអត់ដែលបានដឹងពីអាថ៌កំបាំងនៃភាពស្រស់ស្អាតរបស់នាងពិលសនោះឡើយឥឡូវនេះមកដឹងអាថ៌កំបាំងទាំងអស់គ្នានេះជាម្ដាយនាងពិលសកំពុងតែបោកដោះឲ្យនាងពិលសកាលនាងពិលសនៅជាកូនង៉ែតពេលកំពុងឲ្យនាងពិលសមឹមម្ដាយនាងពិលសក៏ឆែកឆោឡោភ្នែកលៀនមាត់ហាចកាដកងើច្បាយផែច្បល់ជាខ្មៅខៀមជាប់នឹងឆ្អឹងដូចជាមានអ្នកកំពុងតែផឹងបឺតយកសាច់យកឈាមយូរទៅខៀមដូចជាកែបឆ្អើរហើយយើងងាកមកមើលកូនងាពិលសច្បាយច្បល់ក៏ផែជាល្អហើយលៀនដាតលិតមកធ្វើដូចថាទៅមហូបអីហើយឆ្ងាញ់ចឹងម្ដាយពិលសសល់តែច្បាយហើយក៏ឆ្អឹងហើយក៏ស្លាប់ទៅច្រើនឆ្នាំកន្លងផុតទៅឪពុកពិលសដែលជាស្ដេចក៏សម្រេចចិត្តរៀបអភិសេកជាមួយភរិយាថ្មីរួចហើយស្ដេចក៏សែសង្ខារកញ្ចក់ទឹកនឹងគេបានប្រាប់ទៅភរិយារបស់ស្ដេចថ្មីថាការសែសង្ខាររបស់ស្ដេចនឹងអគ្គមហេសីចាស់មើលទៅដូចជាចម្លែកសាកសពខៀមសល់តែច្បាយហើយនឹងឆ្អឹងដូចជាមានគេឈប់យកសាច់យកឈាមអស់ម្ចាស់ស្ត្រីក៏សួរទៅកញ្ចក់ទឹកថាចឹងកញ្ចក់ទឹកមានធ្លាប់ឃើញបិសាចឈប់ឈាមអត់កញ្ចក់ទឹកក៏ឆ្លើយថាខ្ញុំធ្លាប់ឃើញគ្រាន់តែឆ្លើយបានប៉ុណ្ណេះមិនតាន់បានបន្តហងឆាប់អីក៏សំលេងឆៃល្អពិលសគូសទ្វាពិលសបើកទ្វារហើយក៏និយាយទៅម្ដាយចុងថាតើអ្នកឯងនិយាយជាមួយអ្នកណាគេហ្នឹងកុំនៅអាឡ័យយំលឹងនៅកញ្ចក់ហ្នឹងនោះមនុស្សម្នាកំពុងតែរងចាំធ្វើបុណ្យឲ្យព្រះបិតាហើយពិតណាស់នេះជាពិលសនាងមានរូបសម្ផស្សល្អឯកស្បែកក៏ពណ៌សចក្រយាធម៌ក៏ល្អផៅខពិលសមើលមិនឃើញមែនទេផៅល្អពិលសតែងតែកំធัวពេលដែលពិលសសួររកថាម្ដាយចុងនិយាយជាមួយនរណាម្ដាយចុងក៏និយាយប្រឡប់ថាខ្ញុំអត់បាននិយាយជាមួយនរណាទេពួកអីខ្លាចដែរខ្លាចពិលសដឹងថានាងមានកញ្ចក់ទឹកម្ដាយចុងក៏និយាយប្រឡប់តះទៅកុំឲ្យគេចាំផ្លូវយូរម្ដាយចុងនិងនាងពិលសក៏នាំគ្នាបន្តដំណើរទៅជួបញាតិមិត្តដើម្បីប្រពៃរាជពិធីបុណ្យសពរបស់ស្ដេចងាកមកមើលសម្រស់នាងពិលសឆាចស្រស់ស្អាតគ្មានពីលើព្រឹត្តពីមិនដឹងនិយាយយ៉ាងម៉េចទេនិយាយមិនចេញដឹងតែឆ្អាតជាងអេដមីន10ដងនេះជាសាកសពឪពុករបស់ពិលសសាកសពមិនសូវល្អមើលទេថ្មិញឆ្ញេញច្បាយខៀមជាប់នឹងឆ្អឹងមុខនឹងដូចជាផឹងមុនពេលស្លាប់ដូចជាគេយកអ្វីបូមយកសាច់យកឈាមអស់សល់តែច្បាយហើយនឹងឆ្អឹងដូចកែបខែផឹងឬមួយដូចថៃឆ្អើពួកគេចាប់ផ្ដើមប្រពៃពិធីបដើថ្ងៃប្រពៃពិធីហ្នឹងនាងពិលសមានអាយុ18ឆ្នាំគត់ពេញកំមុំស្រស់ស្អាតម្ដាយចុងហេតុមហានឹងធ្វើឯងយំសិតសួលហើយក៏ដេកដួលលងលក់ដោយសារតែយំនឹងហត់ពេកឆាប់អីពេលនោះម្ដាយចុងក៏ឆែកភ្ញាក់ពីរំលែកដោយសារតែពិលសហ្នឹងខំដៃរបស់ខ្លួនជក់ឈាមជួយក្រោយពីជក់ឈាមម្ដាយចុងហើយពណ៌សម្បុរនាងពិលសក៏ចាប់ផ្ដើមផែពណ៌កាន់តែស្អាតប្រវេលមកនឹងឡើងពណ៌ឆ្វាយពណ៌អេដមីនស្រឡាញ់អញញឹមចេញថ្មិញសឆ្គុះពេលនោះនាងពិលសក៏និយាយថាអូយ sorry ខ្ញុំឃ្លានពេកឥឡូវនេះហើយបានធូរឆាខ្លាំងហើយបាត់ឃ្លានហើយអរគុណច្រើនបន្ទាប់មកនាងពិលសក៏ចាក់ចេញទៅម្ដាយចុងក៏ល្អូងៅព្រោះអីមានកវ៉ៅនៅជាប់ដៃម៉ាកូនចុងចង្រៃខំអីមកខំដៃម្ដាយចុងក៏ស្មីសូត្រវេទមន្តដើម្បីព្យាបាលដៃឲ្យជាដៃនោះជាបានតែមុខលប៊ូទេតែនៅមានឆ្នាំម្ដាយចុងក៏ដើរទៅរកកញ្ចក់ទឹកទាំងផឹកប្រហែមហើយក៏សួរទៅកញ្ចក់ទឹកថាកញ្ចក់ទៅតើមានអ្វីដែលធ្វើឲ្យដៃខ្ញុំបាត់ស្នាមបានកញ្ចក់ទឹកក៏ឆ្លើយថាអានេះមិនមែនជាស្នាមខាំធម្មតាទេមិនមែនជាស្នាមខាំស្នេហ៍ឬស្នាមខាំដំបងអញ្ចឹងហើយវេទមន្តរបស់អ្នកមិនអាចព្យាបាលបានឡើយតែមិនអីទេអ្នកអាចទៅរកអ្នកលក់លេអំបត្តិស្នាម
ដែលគេមានលក់នៅតាមផ្សារក្រោយមកម្ដាយចុងនាងព្រិលសក៏ដើរថុកទៅតាមផ្សារលក់ថៃកែវភ្នែករំពេងរកអ្នកលក់លេអំបាត់ស្នាមចាប់អីក៏ឃើញយាយចាស់មួយអត់មាននិយាយអីទេហុចលេឲ្យមកខ្លងម្ដាយចុងក៏តបស្នងដោយលុយកាក់ទៅវិញហួចហើយម្ចាស់ស្ត្រីក៏បន្តដំណើរទៅប្ររុំព្រះរាជវាំងវិញម្ចាស់ស្ត្រីក៏យកដៃខ្វេះលេហើយក៏លាបលើឆ្នាំដែលព្រាងព្រិលសខាំនោះមួយសន្ទុះឆ្នាំនោះក៏អាលាយបាត់ធ្វើឲ្យច្បែកអាលោកកលងឡើងវិញហើយក៏ភ្លឺចែងចាំងជាងច្បែកពីមុនទៀតម្ដាយចុងព្រិលសក៏ឆ្លៀតគិតថាឥឡូវនេះឯងខ្លាចជាស្រីស្អាតជាងគេលើលោកហើយពេលម្ដាយចុងនាងព្រិលសដេកដល់ខ្នើយឆាប់អីក៏ឮសំឡេងកញ្ចក់ទឹកនិយាយថាម្ចាស់ស្ត្រីជាស្រីស្អាតជាងគេតែនាងព្រិលសស្អាតជាងនោះ1000ដងម្ដាយចុងសែនខឹងកន្លងហើយក៏យកកណាត់ទៅខោបកញ្ចក់ទឹកហើយនិយាយទៅកញ្ចក់ទឹកថាកញ្ចក់ទឹកឈួតហែងឈួតទេម៉េចមកភៀបឯងនឹងឆៃឆែដូចជាព្រិលសចឹងស្អែកផឹកឡើងសេនាក៏យករបាយការណ៍មកជូនម្ចាស់ស្ត្រីរួចស្ដីថាមានរឿងចម្លែកកើតឡើងមនុស្សឆៃឆ្អាតនៅក្នុងទីក្រុងបាត់ខ្លួនអស់ច្រើនអ្នកណាស់បាត់ខ្លួននឹងអត់ដឹងមូលហេតុទេអញ្ចឹងម្ចាស់ស្ត្រីក៏បញ្ជាថាទៅស៊ើបរកមូលហេតុឲ្យឃើញមករួចហើយម្ចាស់ស្ត្រីក៏ឆ្ងាបហាមព្រោះអីយប់មិញអាឡែតែខឹងកញ្ចក់ទឹកអត់បានដេកម្ចាស់ស្ត្រីក៏សម្រេចចិត្តទៅបន្ទប់វិញដើម្បីដេករួចហើយក៏កលេចឃើញព្រិលសសម្រស់នាងព្រិលសកាន់តែល្អជាងមុនទៀតស្បែកនាងសភ្លឺផ្លេតបបូលម៉ត់ពណ៌ផ្កាឈូកមើលយូរទៅកាន់តែស្អាតទៅតើនាងទៅធ្វើអ្វីទៅបានជាឆ្អាតទៅអញ្ចឹងក្រោយពីសម្លឹងហើយម្ដាយចុងក៏ហត់សំដៅទៅកញ្ចក់ទឹកហើយសួរកញ្ចក់ទឹកម្ដងទៀតថាកញ្ចក់ទៅតើអាណាគេឆ្អាតជាងគេលើលោកកញ្ចក់ទឹកក៏ឆ្លើយថាម្ចាស់ស្ត្រីតែឥឡូវនេះអ្នកនាងព្រិលសស្អាតជាងអ្នកហើយម្ដាយចុងនេះមិនកំតើយខឹងទៅហូតកញ្ចក់ទឹកថាហែងឈួតទេកញ្ចក់ទឹកនៅតែនិយាយដែលថាវាចំណែនណាព្រិលសឆ្អាតជាងដោយសារតែការចំណែនដែលមាននៅក្នុងបេះដូងស្ត្រីគ្រប់រូបដែលធ្លាប់តែស្អាតជាងគេឥឡូវមានអ្នកស្អាតជាងម្ដាយចុងនាងព្រិលសក៏ហត់ទៅយកឃីមបាត់ស្នាមយកមកលាបលើមុខពេលនោះមុខម្ដាយចុងក៏ប្រែជាភ្លឺចែងចាំងស្រស់ស្អាតជាងមុនរួចហើយម្ដាយចុងនាងព្រិលសក៏ចាប់ផ្ដើមគិតថាបើអញប្រើឃីមហ្នឹងដើម្បីធ្វើឲ្យមុខស្អាតចុះនាងព្រិលសវាប្រើអីបានមុខវាកាន់តែស្អាតទ្វេដងរាល់ថ្ងៃចឹងឬមួយវាជាបិសាចជក់ឈាមពេលនោះកញ្ចក់ទឹកក៏ឆ្លើយភ្លាមពិតមានហើយម្ចាស់ស្ត្រីហើយនៅក្នុងដៃកញ្ចក់ទឹកហ្នឹងមានកាន់បេះដូងមួយកំពុងតែលោតភឺតផកនេះជាបេះដូងរបស់នាងព្រិលសឃើញទេវាកំពុងតែលោតភឺតផកទោះបីវានៅក្រៅរាងកាយក៏ដោយហេតុនេះហើយបញ្ជាក់បានថានាងព្រិលសជាបិសាចហើយនាងកន្តកាចហ្នឹងគឺដកខ្ញុំចេញពីកញ្ចក់ទឹកហើយប្រើកញ្ចក់คล้ายដើម្បីឆ្លើយឆ្លងជាមួយម្ចាស់ស្ត្រីជារៀងរាល់ថ្ងៃហើយខ្ញុំក៏ដឹងថានាងជាអ្នកសម្លាប់ម្ដាយឪពុករបស់នាងហើយក៏ជាអ្នកចាប់ស្រីក្មេងខ្ចីនៅក្នុងទីក្រុងនិយាយមិនតាន់ចប់ហងឮសំឡេងតថងនាងព្រិលសបានសម្លាប់កញ្ចក់ទឹកម្ចាស់ស្ត្រីមានការតក់ស្លុតដោយឃើញកញ្ចក់ទឹកដួលស្លាប់នៅនឹងមុខពេលនោះនាងព្រិលសក៏លេចឡើងថាអាកញ្ចក់ទឹកហ្នឹងវាប្រហើនណាវាហ៊ានមកលួចយកបេះដូងខ្ញុំឥឡូវដើម្បីជាការសងសឹកគឺខ្ញុំត្រូវយកបេះដូងវាវិញហ៊ីម្ដាយចុងព្រិលសតតម្រេះមានធ្វើអីបានមានតែឆែកនាងបិសាចសម្រាប់សូម្បីតែឪពុកម្ដាយខ្លួនឯងនាងព្រិលសក៏និយាយលេងថាកាលហ្នឹងខ្ញុំនៅក្មេងឃ្លានពេកមានអីមានតែឪពុកម្ដាយខ្លួនឯងឥឡូវនេះខ្ញុំលេងចម្បែងហើយព្រោះអីខ្ញុំអាចគ្រប់គ្រងពលឹងកញ្ចក់ទឹកដោយអំណាចកញ្ចក់ទឹកយប់ថ្ងៃល្ងាចព្រឹកខ្ញុំតែងតែសួរថានៅខេត្តណានៅក្រុងណាមានជ្រៃឆ្អាតក្មេង
តមកខ្ញុំធ្វើទៅលេងហើយចាប់ឆៃក្មេងៗនឹងមកយកមកឆ្ងោយកមកឆ្លបង្កើតបានជាគ្រីមលាបមុខហ្នឹងអត់ដឹងទេអ្នកថាគ្រីមដែលម្ដាយចុងឯងប្រើហ្នឹងក៏ជាគ្រីមដែលខ្ញុំយកមកពីការឆ្ងោក្មេងៗដែរមិនជាប់ឆ្នៃអត់ចង់បានទៀតអត់ម្ដាយចុងហត់នឹងប្រកែកហើយក៏គិតថាខ្ញុំត្រូវតែប្រឈប់នាងម្ដាយចុងក៏ចាប់ផ្ដើមសូត្រវេទមន្តតែកាន់តែសូត្រវេទមន្តមុនក៏ចាប់ផ្ដើមចេញតាមស្បែកបែកពេញដៃពេញជើងនាងពិលសយើងក៏សើចហេកាន់តែប្រើវេទមន្តអាគ្រីមដែលអ្នកលាបពីមុនហ្នឹងកាន់តែធ្វើការពិតដែនដីនេះគេត្រូវការឆៃឆ្អាតដូចជាខ្ញុំពិលសដែលជាឆៃមានចក្រយាល្អស្បែកក៏ភ្លឺសចែងចាំងលើបលុងខោយពីនិយាយហើយចាប់អីពិលសមិនដឹងបាត់ទៅណាម្ដាយចុងក៏ប្រកាសចេញថាត្រូវតាមរកពិលសឲ្យឃើញម្ដាយចុងហ្នឹងនៅតែសង្ងំសួរកញ្ចក់ទៅថាកញ្ចក់ទៅតើអាណាគេស្អាតជាងគេលើលោកកញ្ចក់ទៅក៏និយាយថាឆៃចេះស្អាតជាងគេលើលោកគឺនាងពិលស